ហើយបានហើយចុះអម29 ខែវិច្ឆិកាឆ្នាំ 2022 សូមទះដៃអបអរសាទរដល់កីឡាករមានឱកាសដល់កិត្តិយសសម្រាប់សហព័ន្ធកីឡាគុនខ្មែរចម្រុះរបស់យើងខ្ញុំមានឱកាសបានអញ្ជើញមកសម្ដែងមកបង្ហាញជំរាបអំពីឯកសារប្រវត្តិសាស្ត្រសម្រាប់ជំរាបជូនទៅដល់បងប្អូនជនរួមជាតិឲ្យបានដឹងថាបាច់គុណនិងស្វាគមន៍ដ៏សម្បូរបែបទាំងនេះដូនតាយើងបានចានៅលើជញ្ជាំងប្រាសាទទុកឲ្យយើងបង្ហាត់បង្រៀនខ្មែរជំនាន់ក្រោយនៅក្នុងឆ្នាំ 2016 អង្គរសង្គ្រាមយើងបានស្ទាបស្ទង់មតិស្តីអំពីការយល់ដឹងយុទ្ធគុណដូនតាខ្មែរដើម្បីដាក់ចូលនៅក្នុងកម្មវិធីសិក្សាសង្គមជាតិនិងយកយុទ្ធគុណដូនតាខ្មែរដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អារូបិយនៃមនុស្សជាតិអង្គការ UNESCO នៅលើពិភពលោកឲ្យទទួលតួនាទីរបស់ក្រមាពេលដើរព្រៃដូនតាយើងទុកដាំបាយពេញខ្ចប់ទុកក្រាលដំដប់ស្លៀកមួយមុខទឹកនិងត្រៀមប្រកួតប្រយុទ្ធតទល់សត្រូវដែលចូលឈ្លានពានទឹកដីយុទ្ធនិងអាវុធដែលមានមុខសូមទះដៃអរសាទរខ្លួនភាពក្លាហានដ៏រស់រវើករបស់បុព្វបុរសដែលយើងចម្លងចេញពីទាំងសិលាចារឹកទាំងរូបភាពទាំងបាលីទាំងសំស្ក្រឹតបានតម្លៃមកជាភាសាខ្មែរបានឃើញថាដូនតារបស់យើងបានចំណាចារទុកទៅលើជញ្ជាំងប្រាង្គប្រាសាទមានទាំងរូបភាពមានទាំងអក្សរសាស្ត្រជាតិយើងផងដែរយុទ្ធគុណដូនតាខ្មែរចម្រុះនេះមិនមែនជារបស់នរណាម្នាក់ឡើយនេះគឺជារបស់បុព្វបុរសរបស់យើងបុព្វបុរសរបស់យើងបានរក្សាទុកនៅលើជញ្ជាំងប្រាង្គប្រាសាទមិនមែនជារបស់ជនជាតិណាទាំងអស់គឺជារបស់យើងនេះហើយជាយុទ្ធគុណចម្រុះរបស់បុព្វបុរសនៅលើជញ្ជាំងប្រាសាទយើងមានរូបសម្មាកទាំងឡាយដែលបុព្វបុរសយើងបានតម្កល់ទុកឲ្យខ្មែរជំនាន់ក្រោយហាត់រៀនសូមព្រះដៃអរសាទរបាទស្នៀតគុណដែលកីឡាករឆ្នើមទាំងពីររូបបានបង្ហាញអំពីកម្រិតអាវុធយុទ្ធភ័ណ្ឌដែលមានមុខមុតនេះអាចតទល់ជាមួយនឹងសត្វកាចសាហាវបានយើងមិនខ្លាចញើតចំពោះសត្រូវឈ្លានពានទឹកដីសម័យដូនតារបស់ខ្មែរគឺយើងហ៊ានស្លាប់រស់ទឹកដីខ្មែរមួយចំអានគឺមានឈាមសាច់ឈាមស្រស់របស់បុព្វបុរសនៅលើទឹកដីរបស់ដូនតានៅពេលនេះកីឡាការីរបស់យើងកំពុងតែបង្ហាញអំពីស្នៀតគុំដែលដូនតាទុកឲ្យយើងភាពអស្ចារ្យទាំងនេះគឺចម្លងចេញពីរុក្ខជាតិសត្វដោយខ្ញុំបានជម្រាបថាមកពីសត្វបក្សាបក្សីខ្លាសេះដំរីក្របីក្រពើក្តាមពស់នាគជារាល់ដងកីឡាកររបស់យើងលក្ខណៈពិសេសដ៏វិសេសវិសាលនៃយុទ្ធគុណដូនតាខ្មែរនេះគឺជាយុទ្ធគុណប្រមូលផ្ដុំដោយក្បាច់គុណនិងស្នៀតគុណដ៏សម្បូរបែបជនរួមជាតិបានឃើញចំពោះមុខនេះគឺជាកីឡាករប្រើកាយសមត្ថភាពពិតតែម្ដងបងប្អូនស្នៀតគុណក្បាច់គុណដ៏សម្បូរបែបនេះយកមកបង្ហាត់បង្រៀនចំពោះទំពាំងឲ្យស្នងរិស័យនៅពេលនេះក៏យើងមានព្រឹទ្ធាចារ្យធំជាច្រើនលំដាប់ប្រទេសក៏មកចូលរួមទស្សនាផងដែរហើយអស់លោកព្រឹទ្ធាចារ្យទាំងអស់ជា
ភាពក្លាហានមោះមុតអបអាចនេះគឺបំពាក់ទៅដោយយុទ្ធគុណដ៏វិសេស